សូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីប្រិមិត្តទូរទស្សនិកជនទាំងអស់ជាទីមេត្រីខ្ញុំបាទយុបវណ្ណៈសូមស្វាគមន៍មកកាន់ទូរទស្សន៍សម្លេងកម្ពុជា VOC TV យើងខ្ញុំដែលផ្សាយចេញពីរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកប្រកាសណាស់ប្រជាជនកម្ពុជាគ្រាន់តែឮថាសន្តិភាពលេចចេញជារូបរាងប្រជាជននៅតាមព្រំដែនជាពិសេសបងប្អូនដែលកំពុងរត់ភៀសខ្លួនច្បាស់ជាដកដង្ហើមធំដោយក្តីត្រេកអរនៅថ្ងៃសៅរ៍ទី27ខែធ្នូវេលាម៉ោង 10 ព្រឹកកិច្ចព្រមព្រៀងដ៏សំខាន់មួយដែលហៅថាសេចក្តីព្រៀងទី6អាចនឹងត្រូវចុះហត្ថលេខាដើម្បីបញ្ចប់សង្គ្រាមជាង20ថ្ងៃដ៏សែនក្តៅកគុកនេះប៉ុន្តែចម្ងល់ថាហេតុអ្វីបានជាចង់ចរចាគ្នាទៅហើយតែគ្រាប់កំភ្លើងនិងយន្តហោះ F16 នៅតែបន្តទម្លាក់មកលើដីខ្មែរមិនឈប់ចរនោះដើម្បីយល់ពីរឿងនេះយើងត្រូវទិញរនាំងអកំបាំង3យ៉ាងដែលកំពុងកើតមានឡើងរនាំងនៃផ្សែងកំភ្លើងវាយឲ្យទន់មុននឹងចុះហត្ថលេខានៅពេលដែលផ្សែងកំភ្លើងហុយទ្រលោមវាមិនត្រឹមតែបង្កការខូចខាតប៉ុណ្ណោះទេតែជាស្បៃបិទភ្នែកពិភពលោកគឺបិទភ្នែកអាញាកណ្ដាលថៃចង់ឲ្យអន្តរជាតិមើលឃើញថានេះគ្រាន់តែជាការបាញ់តបតធម្មតាដើម្បីបិទបាំងការដែលខ្លួនកំពុងបាញ់ឈ្លានពានលើភូមិឋានស៊ីវិលទម្លាក់គ្រាប់បែកនិងបាញ់ស្រោចមកលើតំបន់ប៉ោយប៉ែតដើម្បីឲ្យខ្មែរបាក់ស្មារតីព្រោះថៃចង់ឲ្យខ្មែរមានអារម្មណ៍ថាបើមិនព្រមចុះហត្ថលេខាលើសេចក្តីព្រមព្រៀងទី6ទេគ្រាប់បែកនឹងបន្តធ្លាក់ទៀតនេះគឺជាការបង្ខំឲ្យចុះចាញ់តាមរយៈការបំផិតបំភ័យតែថៃដឹងខ្លួនថាត្រូវតែឈប់បាញ់តាមសម្ពាធអន្តរជាតិដូច្នេះគេត្រូវវាយឲ្យខ្លាំងជាចុងក្រោយដើម្បីប្រាប់ប្រជាជនគេថាយើងឈប់បាញ់ក្នុងនាមជាអ្នកឈ្នះមិនមែនជាអ្នកចង់នោះទេនេះជាការដកថយដោយល្បិចភូតភរលើប្រជាជនថៃខ្លួនឯងតែប៉ុណ្ណោះពីរគឺរនាំងព័ត៌មានវិទ្យាសង្គ្រាមលើទូរស័ព្ទដៃក្រៅពីគ្រាប់ពិតថៃកំពុងតែប្រើគ្រាប់ព័ត៌មានដែរគេប្រើប្រាស់បច្ចេកវិទ្យាដើម្បីគ្រប់គ្រងអារម្មណ៍យើងគេបានផ្សព្វផ្សាយព័ត៌មានថាកម្ពុជាអង្វរសុំចុះចាញ់ដើម្បីឲ្យទាហានយើងបាក់ទឹកចិត្តនិងឲ្យយើងសង្ស័យលើរដ្ឋាភិបាលខ្លួនឯងគេចែកចាយរូបភាពកាត់តឬព័ត៌មានបំផ្លើសដើម្បីបង្កើតភាពស្លន់ស្លោក្នុងស្រុកនេះគឺជាជ័យជំនះនិមិត្តព្រោះពួកគេចង់បង្កើតឡើងដើម្បីគ្រប់គ្រងចិត្តសាស្ត្រខ្មែរដែលកំពុងតែរួបរวมសាមគ្គីគ្នាយ៉ាងរឹងមាំដ៏ខ្លាំងក្លានោះវាំងននទី3លបែងមហាអំណាចខ្លាក្រដាស់និងខ្លាពិតនៅពីក្រោយខ្នងកម្ពុជានិងថៃគឺមានតួអង្គធំ3កំពុងបញ្ជាកូនអុកអាស៊ានម៉ាឡេស៊ីដើរតួជាអ្នកសម្របសម្រួលបើទោះជាគ្មានកងទ័ពប៉ុន្តែអាស៊ានប្រើមាត់ដើម្បីអូសទាញមហាអំណាចឲ្យមកជួយដាក់សម្ពាធចិនចង់ឲ្យមានសន្តិភាពដើម្បីរក្សាលំហូរលុយនិងការរកស៊ីចិនប្រាប់ទៅទាំងសងខាងថាបើឆ្លោះគ្នាកុំសង្ឃឹមថារកស៊ីមានបានសេចក្តីព្រៀងទី6ដែលមានចំណុចសំខាន់ដូចជាការដកកំភ្លើងធំចេញពីព្រំដែន10ទៅ15គីឡូម៉ែត្រការបញ្ឈប់យន្តហោះ F16 ហើយអ្វីដែលសំខាន់ជាងគេបំផុតនៅក្នុងពេលនេះសម្រាប់យើងគឺរឿង3ទឹកដីស្មារតីនិងជីវិតមនុស្សរនាំងទាំង3ខាងលើនេះហើយដែលនឹងបង្ខំឲ្យកិច្ចប្រជុំថ្ងៃទី27ខែធ្នូឆ្នាំ2025ត្រូវតែជោគជ័យទោះបីជាថៃព្យាយាមលេងល្បិចវាយផងចរចាផងក៏ដោយប៉ុន្តែដោយសារសម្ពាធពីអាស៊ានចិននិងសហរដ្ឋអាមេរិកថៃគ្មានផ្លូវជ្រើសរើសក្រៅពីបទជប់បាញ់នោះឡើយប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump ប្រកាសថាថៃគឺជាអ្នកចាប់ផ្ដើមសង្គ្រាមមុនជាមួយនឹងកម្ពុជានេះជាលើកទី2ហើយដែលប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump បានស្ដីបន្ទោស UN ថាជាអង្គការឥតបានការដែលគ្មានសមត្ថភាពការពារនិងបញ្ឈប់សង្គ្រាមរវាងកម្ពុជានិងថៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC បានអនុម័តនិងចុះហត្ថលេខាលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3កាលពីថ្ងៃសៅរ៍ទី27ខែធ្នូ2025នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC រវាងប្រជាណាចក្រកម្ពុជានិងប្រជាណាចក្រថៃហើយបានបញ្ជាក់ពីការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងការអនុវត្តនៅបទជប់បាញ់នេះឲ្យបានពេញលេញនិងស្វែងរកនៅសេចក្តីសុខសន្តិភាពនិងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃក៏ប៉ុន្តែបទជប់បាញ់ដែលកម្ពុជានិងថៃបានឯកភាពគ្នានិងដែលបានចូលជាធរមានតាំងពីម៉ោង12ថ្ងៃត្រង់នៅថ្ងៃទី27ខែធ្នូឆ្នាំ2025មានសុពលភាពក្នុងរយៈពេល72ម៉ោងពីព្រោះថាបទជប់បាញ់នេះត្រូវបានធ្វើឡើងសម្រាប់សន្តិភាពយូរអង្វែងមិនមែនសម្រាប់តែរយៈពេលកំណត់ណាមួយឡើយគឺមិនមែនរយៈពេល72ម៉ោងតែប៉ុណ្ណោះទេគឺភាគីទាំងពីរត្រូវប្រកាន់ខ្ជាប់នៅអនុវត្តឲ្យមានប្រសិទ្ធភាពនៅវិធានការនានាដែលបានឯកភាពគ្នានោះបើយោងតាមចំណុចទី11នៃសេចក្តីប្រកាសរួមក្រោយអនុវត្តបទជប់បាញ់ឲ្យបានពេញលេញក្នុងរយៈពេល72ម៉ោងយោធិនកម្ពុជាទាំង18រូបដែលកំពុងស្ថិតក្រោមការឃុំឃាំងរបស់ថៃនឹងត្រូវដោះលែងរួចបញ្ជូនមកមាតុភូមិកម្ពុជាវិញហើយក៏ស្របតាមស្មារតីនៃសេចក្តីប្រកាសថ្លែងការណ៍រួមដែលកម្ពុជានិងថៃបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025កន្លងទៅនេះដើម្បីសេចក្តីសុខសន្តិភាពជូនប្រជាជននិងជូនដល់ប្រទេសជាតិមាតុភូមិឯកឧត្តម
ប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចូលរួមប្រជុំនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីនៅថ្ងៃទី22ខែធ្នូ2025កន្លងទៅហើយនៅរសៀលថ្ងៃទី27ខែធ្នូឆ្នាំ2025នេះដែរឯកឧត្តមប្រាក់សុខុនក៏បានអញ្ជើញដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំត្រីភាគីរវាងកម្ពុជាថៃនិងចិនដើម្បីពិភាក្សាអំពីស្ថានភាពអនុវត្តបច្ចុប្បន្នរវាងកម្ពុជានិងថៃដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី28ដល់ថ្ងៃទី29ខែធ្នូ2025នៅខេត្តយូណានសាធារណរដ្ឋប្រជាមានិតចិនរដ្ឋមន្ត្រីការបរទេសរបស់ឥណ្ឌាបានប្រមានថៃយ៉ាងធ្ងន់ធ្ងរក្រោយពីទាហានថៃបានកំទេចរូបសំណាកព្រះវិស្ណុនៅលើទឹកដីរបស់កម្ពុជាកងទ័ពសៀមបានធ្វើឲ្យប៉ះពាល់និងបំផ្លាញទៅដល់សាសនាហិណ្ឌូនិងព្រះពុទ្ធសាសនាតើសៀមត្រូវជួបរឿងអ្វីខ្លះបើយោងតាមយុទ្ធសាស្ត្រឬនីតិវិធីនៃអន្តរជាតិបានคล้ายទៅជាសម្ពាធមួយធ្លាក់ទៅលើសៀមដែលហាក់បីដូចជាសង្គ្រាមស្រមោលដែលសៀមពិបាកនឹងទប់ទល់បំផុតទី1ខូចខាតនៃផ្នែកកេរ្តិ៍ឈ្មោះលើអន្តរជាតិសាសនាជាបញ្ហាអារម្មណ៍ដ៏ជ្រាលជ្រៅរបស់មនុស្ស1700លាននាក់នៅជុំវិញពិភពលោកបើការថ្កោលទោសពីសាសនិកថាសៀមមិនគោរពលើសេរីភាពសាសនាមិនគោរពតម្លៃមនុស្សជាសកលហើយពេលនេះម៉ាឡេស៊ីទ្រាំលែងបានទៀតហើយគឺបានបើកទំព័រប្រវត្តិសាស្ត្រយោធាថ្មីបានដាក់ពង្រាយនាវាចម្បាំងនិងយន្តហោះចម្បាំងទំនើប F-35B ចំនួន50គ្រឿងនៅមូលដ្ឋានសមុទ្ររៀមដើម្បីពង្រឹងសន្តិសុខក្នុងតំបន់និងឆ្លើយតបយ៉ាងដាច់ខាតចំពោះរាល់ការប៉ុនប៉ងឈ្លានពានដែនអធិបតេយ្យភាពពីសំណាក់កងទ័ពបរទេសដែលរំលោភបំពានលើដែនដីកម្ពុជាសូមអរគុណប្រិមិត្តទូរទស្សនិកជនទាំងអស់ដែលកំពុងតែតាមដានទស្សនាទូរទស្សន៍សម្លេងកម្ពុជា VOC TV យើងខ្ញុំដែលផ្សាយចេញពីរដ្ឋ California សហរដ្ឋអាមេរិកសូមជួយចុច like follow និង share ម្នាក់មួយផងលើ page Facebook ក៏ដូចជា YouTube ផងដែរដើម្បីទទួលបាននូវព័ត៌មានថ្មីៗសូមអរគុណជម្រាបលាជួបគ្នាវេលាក្រោយទៀត